បងប្អូនសាកសម័យមើលនេះប្រភេទជ្រក់គ្រឿងត្រាំដូចជាប្រភេទមកប្រអប់នេះជើងមាន់អត់ឆ្អឹងជាមួយនឹងប្រភេទក្តាមប្រៃក្តាមជ្រក់ហ្នឹងហើយជាមួយនឹងងាវនៅក្នុងកំប៉ុងតែមួយនឹងតែម្ដងសម្រាប់បងប្អូនដែលគាត់អាចចង់ចំណាយលុយច្រើនទិញច្រើនប្រអប់ណាទិញតែមកប្រអប់នេះគឺបាន3មុខនៅក្នុងនឹងផ្ទាល់គឺមានថែមស្បែកមានថែមកធំថេតស្ពៃបកគោខ្ទឹមបំពងនៅក្នុងនឹងជាស្រេចតែម្ដងមួយសេតសម្រាប់បងប្អូនដែលគាត់ចង់ញ៉ាំជាមួយបាយក៏ត្រូវញ៉ាំជាមួយជាក់កាន់តែអែមទៀតចំពោះម៉ឺនុយនេះគឺថ្មីខ្លាំងមែនតើនៅខាងល្ងាចជួបហ្វេនរបស់យើងផ្ទាល់ជាមួយនឹងប្រភេទជ្រក់ជើងមាន់អត់ឆ្អឹងគ្រឿងត្រាំហ្នឹងហើយដូចខ្ញុំបានបញ្ជាក់ទៀតគឺថារសជាតិឆ្ងាញ់ខ្លាំងមែនតើបងប្អូនអរគ្នាអាចសាកញ៉ាំបានហើយដូចជើងមាន់យើងយកមកផ្លះឆ្អឹងខ្លួនឯងសម្រាប់បងប្អូនដែលគាត់ចង់បានទៅជាមួយនឹងប្រភេទជើងមាន់អត់ឆ្អឹងហ្នឹងណាមួយថ្ងៃបានតែ4-10ប្រអប់អីទេបងប្អូនអរគ្នាព្រោះដឹងស្រាប់ហើយខាងខ្ញុំលក់ធ្វើមួយថ្ងៃលក់មួយថ្ងៃអីចឹងទៅហើយជើងមាន់ហ្នឹងល្មមធ្វើបាន1គីឡូយូរដែរល្មមតែដកឆ្អឹងចេញណាហើយងាកមកមើលបុកឡងវិញក៏អែមដូចគ្នាដែរគាត់ថាយើងអត់សូវបាន review ច្រើនទេព្រោះថាអីបងប្អូនភ្ញៀវគឺគាត់បានដឹងហើយពីរសជាតិតាក់ទងជាមួយគុណភាពអីទាំងអស់ហ្នឹងអញ្ចឹងកុំភ្លេចបងប្អូនអរគ្នាដែលចង់ញ៉ាំអាចកំងបានអរគុណចំពោះកន្លែងខ្ញុំគឺថាលក់មិនមែនមួយថ្ងៃហ្នឹងហើយគឺបិទហាងឈប់លក់ឲ្យបងប្អូនអរគ្នាអញ្ចឹងចង់ស្រាយចម្ងល់ទៅកាន់បងប្អូនមួយចំនួនតូចដែលបានញ៉ាំសោះតែគាត់ recommend មកថាកន្លែងល្ងាចជួប fan ហ្នឹងថ្លៃបែបនេះថ្លៃបែបនោះអញ្ចឹងខ្ញុំចង់ស្រាយចម្ងល់ទៅកាន់បងប្អូនអរគ្នាវិញថាកន្លែងខ្ញុំមិនមែនយកពេលខ្លះជីវិតបានបង្រៀនយើងពីរបៀបរស់ទៀងមិនឈ្នះតល់ទេភាពស្មោះត្រង់ក៏វាមានកលៈទេសៈរបស់វាដែរត្រូវចាំថាពេលខ្លះគេចង់ឲ្យយើងល្អតែគេអត់ចង់ឃើញយើងល្អជាងគេទេទឹកចិត្តធំទលេប៉ុណ្ណាក៏ដោយក៏វាមានដែនកំណត់របស់វាដែរមនុស្សចំណែនគេអាចមកពីមនុស្សនឹងកំពុងតែខ្លាចគូជិះអាសងឃើញគេជិះអាឆ្លាមអត់សុបាយចិត្តព្រោះឃើញគេជិះឡានវាប្រសើរជាងខ្ញុំជិះម៉ូតូមធ្យោបាយល្អបំផុតទៅសើគាត់ទៅដែលគាត់មានឡានជិះប៉ុន្តែយើងត្រូវពន្លឿនការអភិវឌ្ឍខ្លួនយើងបង្កើនអ្នករុស្ស៊ីមានឧបសគ្គច្រើនណាស់មិនមែនលេងសើចទេណានៅក្នុងសមរភូមិមួយនេះមិនមែនចេះតិចតួចហើយរស់បានដូចមុនឡើយនៅក្នុងសម័យនេះអ្នកដែលមានមុខរបរអាចឈរជើងក្នុងពេលដ៏លំបាកនេះគឺសុទ្ធតែជាអ្នកដែលទាត់បកគោលភ្លើងលេងឈឺហើយដាល់ស៊ីម៉ង់លេងឈាមទៅហើយមកដល់ម៉ោងនេះទោះបីជាចំណេញឬខាតម៉ាក់ក៏មិនលួចកាត់បន្ថយគ្រឿងក្រៅដែរលក់តាមតម្លៃហើយក៏មិនដើម្បីតែចំណេញប្រាក់ទើបក្បត់នឹងមនសិការខ្លួនឯងដែរម៉ាក់លក់មីរទេសរុញក៏លក់អស់ជាង10ឆ្នាំហើយតាមពិតអ្វីដែលម៉ាក់ពេញចិត្តបំផុតគឺអាចចិញ្ចឹមខ្លះយើងធ្វើរឿងដែលត្រឹមត្រូវមកយើងមានអារម្មណ៍ថាហេតុអីក៏យូរម៉េចណោះហេតុអីក៏ភាពជោគជ័យឬក៏ភាពល្អប្រសើររបស់យើងមិនក៏យូរម៉េចហេតុអីក៏គេធ្វើរឿងអាក្រក់មិនក៏ឃើញតែជីវិតគេល្អប្រសើរចេះ2 3 4អីចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាពិចារណាថងចំណុចនេះមើលព្រោះគឺអញ្ចឹងខ្ញុំនៅតែជឿថាច្បាប់នៃកម្មគឺវាយុត្តិធម៌ចំណុចគាត់តែពេលខ្លះកម្មដែលយើងធ្វើឬក៏កម្មដែលគេធ្វើវា